นาคตថ្មីដើម្បីកម្ពុជាខ្មែររួបរวมគ្នារក្សាជាតិទឹកដីបំរើកសាងការពារស្មោះស្ម័គ្រភក្តីលើកស្ទួយតម្លៃសិល្បៈវប្បធម៌ខ្មែរក្រោមយើងជាខ្មែរកម្ពុជាជារបស់យើងទាំងអស់គ្នាដូច្នេះពេលនេះគណៈបកខ្មែររួមរំជាតិយើងចេញដំណើរទៅជាមួយគ្នាយើងរួបរวมគ្នាទៀតដើម្បីគិតគូរដល់ផលប្រយោជន៍កម្ពុជាជារបស់យើងយើងរៀបចំសង្គមជាតិដើម្បីអនាគតកូនចៅយើងដើម្បីកូនខ្មែររបស់យើងទៅថ្ងៃអនាគតទាំងអស់នោះជាគោលការណ៍ជាគោលនយោបាយរបស់យើងគណៈបកខ្មែររួមរំជាតិជាថ្នាក់ដឹកនាំនិងជាអតីតអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដូច្នេះយើងចាប់ដៃគ្នាបន្តដំណើរទៅមុខទៀតដើម្បីប្រជាធិបតេយ្យដើម្បីសិទ្ធិសេរីភាពដើម្បីការគោរពសិទ្ធិមនុស្សដើម្បីគ្រួសារយើងដើម្បីសង្គមជាតិយើងដើម្បីកូនចៅយើងទៅថ្ងៃអនាគតគេបំពុលជាតិយើងដោយអបិយពុករលួយគេបំពុលសង្គមជាតិយើងដោយការរើសអើងធ្វើជាតិខ្មែរបែកបាក់គេបំពុលសង្គមជាតិយើងដោយអំពើអយុត្តិធម៌លេខ4អង្គរួមតាស់ខ្មែរពីរសំដំគេសំដំយើងយូរហើយបងប្អូនខ្មែរក្រោកឡើងទូទាំងប្រទេសបោះឆ្នោតដោយខ្មែរបោះឆ្នោតដោយគណៈបកខ្មែររួមជាតិដែលមានលេខរៀងទី4លើស្លឹកឆ្នោតខ្មែរក្រោកឡើងញាក់ពីសំដំនៅអំពើអយុត្តិធម៌សំដំពីអំពើពុករលួយសំដំពីការរើសអើងខ្មែរដើម្បីរួមគ្នាកសាងសង្គមជាតិយើងវិញយើងជាខ្មែរចាប់ដៃគ្នាក្រោកឡើងសាមគ្គីជាតិដើម្បីការពារបូរណភាពទឹកដីអធិបតេយ្យភាពឯករាជ្យភាពរបស់ជាតិយើងកម្ពុជាជារបស់យើងកម្ពុជាជារបស់ខ្មែរទាំងអស់គ្នាដូច្នេះកម្ពុជាសង្ឃឹមទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរសង្ឃឹមទៅលើបងប្អូនប្រជាពលរដ្ឋសកម្មពលរដ្ឋសកម្មយើងសកម្មជានិច្ចដើម្បីការពារបម្រើនិងកសាងប្រទេសជាតិយើងទាំងអស់គ្នាសូមអញ្ជើញទៅបោះឆ្នោត23កក្កដា2023ខ្មែររួមរំជាតិដែលមានលេខរៀងទី4នៅលើស្លឹកឆ្នោតលេខ4អរគុណដល់បងប្អូនអាជីវករបងប្អូនខេត្តកំពង់ចាមក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក្នុងនាមខ្ញុំជាអតីតអ្នកតំណាងរាស្ត្រមកពីគណៈបកសង្គ្រោះជាតិអតីតថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិយើងជួបជុំគ្នាយើងបោះជំហានដើរទៅមុខទៀតអរគុណយើងរួមគ្នាបោះឆ្នោតឲ្យគណៈបកខ្មែររួមរំជាតិដែលមានលេខរៀងទី4រួមជាតិដែលមានលេខរៀងទី4បាទធ្វើយុទ្ធនាការឃោសនាបោះឆ្នោតស្រុកចង្ការលើមកដល់ស្រុកស្ទឹងត្រង់ថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណសមាជិកសមាជិកាគណៈបកខ្មែររួមរំជាតិដែលបានចូលរួមដង្ហែក្បួនឃោសនាថ្ងៃនេះទោះបីមានមេក្តៅធាតុអាកាសក្តៅយ៉ាងណាក៏ដោយតែពួកយើងតស៊ូមិនរុញរាដល់ទៅមុខរហូតដោយសារយើងជាអ្នកប្រជាធិបតេយ្យឆ្នាំ2023យើងបើកទ្វារសភានាំគណៈបកខ្មែររួមរំជាតិចូលសភាជាតិឲ្យបានឆ្នាំ2013អ្នកប្រជាធិបតេយ្យធ្លាប់ឈ្នះម្ដងហើយ2023នេះយើងនឹងឈ្នះម្ដងទៀតឈ្នះមិនឈ្នះលេខប្រមាណអ្នកប្រជាធិបតេយ្យទោះបីមានការគៀបសង្កត់យ៉ាងណាក៏ដោយពុកម៉ែបងប្អូនយើងកុំដេកនៅផ្ទះចាញ់បោកអ្នកឃោសនាពុកម៉ែបងប្អូនជាម្ចាស់ឆ្នោតពុកម៉ែបងប្អូនជាម្ចាស់ខេត្តកំពង់ចាមត្រូវតែនាំគ្នាចេញទៅគូសស្លឹកឆ្នោតឲ្យបងប្អូនយើងជាអ្នកប្រជាធិបតេយ្យខ្ញុំបាទសើរ៉េតជាអតីតអ្នកសង្គ្រោះជាតិយើងចេញមកបន្តដំណើរនៃគណៈបកខ្មែររួមរំជាតិបន្តបេសកកម្មអ្នកប្រជាធិបតេយ្យលេខ4អង្គរួនបេះដូងអ្នកប្រជាធិបតេយ្យលេខ4អង្គរួនបើកទ្វារសភាជាតិឲ្យបានលេខ4នាំប្រជាធិបតេយ្យមកវិញលេខ4អង្គរួនអ្នកប្រជាធិបតេយ្យជ័យយោលេខ4ឈ្នះបងប្អូនពុកម៉ែទាំងអស់
នៅខេត្តកំពង់ចាមកុំដេកលក់កុំដេកចូលថ្ងៃទី23កុំគូសន្លប់ឆ្នោតចូលគូឲ្យលេខ4គូឲ្យលេខ4នឹងរួនបេះដូងអ្នកប្រជាធិបតេយ្យគូឲ្យលេខ4នាំប្រជាធិបតេយ្យចូលកម្ពុជាវិញគូឲ្យលេខ4អង្គរួនបេះដូងអ្នកប្រជាធិបតេយ្យ2013អ្នកប្រជាធិបតេយ្យឈ្នះផ្លុកទឹកផ្លុកដីនៅខេត្តកំពង់ចាម2023នេះយើងនឹងឈ្នះម្ដងទៀតពុកម៉ែបងប្អូនឈ្នះមិនឈ្នះឈ្នះមិនឈ្នះអូកំពង់ចាមកំពង់ចិត្តអើយកុំដេកនៅផ្ទះប្រងើយទៅគូស្លាប់ឆ្នោតឲ្យចំលេខ4កំពង់ចាមដួងចិត្តកោះស្ទឹងដួងចិត្តកោះប៉ែដួងចិត្តបោះឆ្នោតទាំងអស់គ្នាអើយគណៈបកខ្មែររួបរวมជាតិតែមានលេខរៀងទីប្រមាណលេខរៀងទីប្រមាណថ្ងៃនេះសូមកោតសរសើរគណៈបកលេខ4ដង្ហែ2ស្រុកជាប់គ្នាទោះបីមានខ្យល់ទោះបីមានមេឃក្តៅទោះបីធូលីចូលភ្នែកយ៉ាងណាក៏ដោយយើងនៅជាមួយគ្នាយើងដើរជាមួយគ្នាយើងរួមគ្នាដើរទៅមុខទៅបានលេខ4ជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នាពុកម៉ែបងប្អូនថ្ងៃ23លេខ4នឹងបើកទ្វារសភាជាតិឲ្យបានសូមថ្លែងអំណរគុណងៅគុំជាអតីតតំណាងរាជគណៈបកសង្គ្រោះជាតិថ្ងៃនេះបានមកចូលរួមជាមួយខ្មែររួមរំជាតិដើម្បីដឹកនាំប្រទេសជាតិយើងឲ្យមានលទ្ធិប្រជាធិបតេយ្យបាត់ប្រកាសទៅទីក្រុងសួនយើងទាំងអស់លេខ4ពេលនេះយើងមានលេខរៀងទី4សូមឲ្យបងប្អូនប្រជាពលរដ្ឋនៅទីក្រុងសួនជួយបោះឆ្នោតជូនគណៈបករួមជាតិលេខរៀងទី4នៅថ្ងៃទី23កក្កដាខាងមុខនេះខ្ញុំចែមបុជរិទ្ធជាអតីតអ្នកតំណាងរាស្ត្រមកពីគណៈបកសង្គ្រោះជាតិយើងជួបជុំគ្នាវិញហើយយើងបែកគ្នាបរិយាឥឡូវយើងមកជួបជុំគ្នាវិញខេត្តត្បូងឃ្មុំយើងធ្លាប់អ្នកប្រជាធិបតេយ្យអ្នកសេរីអ្នកជាតិនិយមយើងធ្លាប់ឈ្នះយើងធ្លាប់រួបរวมគ្នាពេលនេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតគ្រប់គ្រងគណៈបកខ្មែររួមរំជាតិដែលមានអារម្មណ៍ជាមិនឆៃជាប្រធានគណៈបកលោកជាអ្នកតស៊ូពីទិសខាងលិចតស៊ូជួបភ្នំដងរែកតាំងពីទសវត្ស70ទសវត្ស80ដូច្នេះយើងជួបជុំគ្នាវិញយើងរួបរวมគ្នាវិញពីគ្រប់មនាការនយោបាយពីអតីតអ្នកតស៊ូពីអ្នកប្រជាធិបតេយ្យពីអ្នកសេរីអ្នកជាតិនិយមអ្នករាជានិយមគ្មានអ្វីទប់ស្កាត់កម្លាំងយើងបានទេសូមបងប្អូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំអាជីវករនៅក្រុងសួងសូមអញ្ជើញទៅបោះឆ្នោតយើងរួមគ្នាជាថ្មីយើងជួបជុំគ្នាជាថ្មីបន្តដំណើរបេសកកម្មយើងទៅទៀតអាដាមញឹមបញ្ឆៃលះបង់ទាំងអស់ដើម្បីបព្វហេតុជាតិចង់បានឃើញកម្ពុជាមានឯករាជ្យចង់ឃើញកម្ពុជាមានអធិបតេយ្យភាពចង់ឃើញកម្ពុជាមានបូរណភាពទឹកដីចង់ឃើញខ្មែរមានអត្តសញ្ញាណពិតប្រាកដនោះជាការខិតខំបងប្អូនអាជីវករនៅសួងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រកាសជាឃើញនៅមានអំពើអយុត្តិធម៌យើងសោកខ្ពើមណាស់អំពើអយុត្តិធម៌យើងត្រូវរៀបចំសង្គមយើងឲ្យទៅជាសង្គមយុត្តិធម៌បងប្អូនប្រជាពលរដ្ឋលោកសង្កេតឃើញថានៅមានអំពើពុករលួយយើងសោកខ្ពើមណាស់អំពើពុករលួយជាជំនឿមហារីកនៃសង្គមកសិករមានពុតជាយើងគណៈបកខ្មែររួមរំជាតិលេខ4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 រួមរំជាតិពុកម៉ែបងប្អូនរួមរំជាតិជាសមាជិកការនៃគណៈបកផ្នែករួមរំជាតិយើងមានមោទនភាពជាខ្មែររួមរំជាតិខ្ញុំសូមគោរពរដ្ឋបាលនៅទីនេះរួមរំជាតិរួមរំជាតិមានគ្រាបាត់ជាយើងរបស់យើងបាត់ក្រែជាយើងរួមរំជាតិខ្មែរតោមកយើងចាត់តែគ្នាដើម្បីការពារជាតិប្រមាណលេខ4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 
ក្នុងនាមខ្ញុំព្រះករណាខ្ញុំបាទញឹកប៊ុនឆៃប្រធានគណៈបកផ្នែករួបរวมជាតិដែលបានខិតខំព្យាយាមតស៊ូលះបង់គ្រប់បែបយ៉ាងតាំងពីយុវវ័យរហូតដល់ពេលនេះក្នុងគោលបំណងតែមួយហើយតែមួយគត់គឺដើម្បីផលប្រយោជន៍កម្ពុជានិងប្រជាពលរដ្ឋខ្មែរជាចម្បងទី1ការតម្កល់ផលប្រយោជន៍ជាតិជាធំចំពោះខ្ញុំព្រះករណាខ្ញុំបាទគឺមានសារៈសំខាន់ជាទីបំផុតគឺឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិដោយប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យសេរីកណ្ដាលនិយមដោយឡែកការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលខ្ញុំព្រះករណាខ្ញុំបាទព្យាយាមតស៊ូបដូរផ្ដាច់នោះគឺប្រឆាំងនឹងអំពើអយុត្តិធម៌អំពើពុករលួយនិងការរើសអើងដែលជាកត្តានាំឲ្យសង្គមជាតិខ្មែរយើងបែកបាក់គោលបំណងសំខាន់បំផុតរបស់យើងគណៈបកផ្នែករួបរวมជាតិគឺចង់ចូលរួមកែប្រែរៀបចំសង្គមពីអយុត្តិធម៌សង្គមមកជាយុត្តិធម៌សង្គមពីអំពើពុករលួយទៅជាភាពស្អាតស្អំឬអើងទៅជាភាពសាមគ្គីជាតិដើម្បីប្រជាជាតិយើងអាចរួមរស់ដោយសុខដុមរមនាក្នុងសង្គមសាមគ្គីក្នុងសង្គមដែលនាំឲ្យជាកម្លាំងចលករមួយដ៏ខ្លាំងក្លាក្នុងការការពារជាតិក៏ដូចជាការកសាងអភិវឌ្ឍសង្គមជាតិយើងគណៈបកផ្នែករួបរวมជាតិបានគិតគូរយ៉ាងច្បាស់លាស់ក្នុងការរៀបចំសង្គមជឿនលឿនស៊ីវិល័យថ្លៃថ្នូរមួយកសាងអនាគតថ្មីដើម្បីកម្ពុជាសម្រាប់ជាប្រយោជន៍កូនចៅខ្មែរយើងជំនាន់ក្រោយជាបន្តបន្ទាប់ក្នុងន័យនេះការរៀបចំសុខុមាលភាពរបស់ប្រជាពលរដ្ឋដោយការធ្វើទំនើបកម្មវិស័យសុខាភិបាលក្រមសីលធម៌វិជ្ជាជីវៈក៏ដូចជាការពង្រឹងគុណភាពអប់រំដើម្បីអភិវឌ្ឍធនធានមនុស្សរបស់យើងក្នុងការរៀបចំកសាងអនាគតកម្ពុជាទំនើបគណៈបកផ្នែករួបរวมជាតិក្នុងគោលនយោបាយអភិវឌ្ឍជាតិបានប្រកាន់យកគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពនិរន្តរភាពដោយការពារបរិស្ថានធនធានធម្មជាតិព្រៃឈើសមុទ្រទន្លេបឹងបួដើម្បីកូនចៅយើងឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បោះឆ្នោតត្រឹមត្រូវឲ្យគណៈបកផ្នែករួបរวมជាតិដែលមានលំដាប់លេខរៀងទី4លើស្លឹកឆ្នោតបានคล้ายទៅជាតំណាងរបស់បងប្អូនក្នុងការតស៊ូមតិការពារផលប្រយោជន៍ជូនបងប្អូនដែលរងគ្រោះដោយអំពើអយុត្តិធម៌និងការរើសអើងខ្មែររួបរวมជាតិរួបរวมជាតិរួបរวมជាតិរួបរวមជាតិរួបរวមជាតិរួបរวមជាតិខេត្តបន្ទាយមានជ័យខ្ញុំញឹកប៊ុនឆៃសូមថ្លែងអំណរគុណដល់សកម្មជននិងបងប្អូនជនរួមជាតិទាំងអស់ដែលបានមកចូលរួមគាំទ្រគណៈបកផ្នែករួបរวมជាតិយ៉ាងច្រើនកុះករនាពេលនេះថ្ងៃទី23ខែកក្កដាឆ្នាំ2023ខាងមុខនេះសូមបងប្អូនជនរួមជាតិបងប្អូនយុវជនបន្តវេនទៅបោះឆ្នោតឲ្យគណៈបកផ្នែករួបរวมជាតិដែលមានលំដាប់លេខរៀងទី4លើស្លឹកឆ្នោតខ្ញុំញឹកប៊ុនឆៃប្រធានគណៈបកផ្នែករួបរวมជាតិដែលបានខិតខំព្យាយាមតស៊ូលះបង់គ្រប់បែបយ៉ាង
តាំងពីយុវវ័យរហូតដល់ពេលនេះក្នុងគោលបំណងតែមួយគត់គឺដើម្បីផលប្រយោជន៍កម្ពុជានិងប្រជាពលរដ្ឋខ្មែរជាចម្បងទី1ខ្មែររួបរวมខ្មែរខ្លាំងគណៈបកខ្មែររួបរวมជាតិជាក្តីសង្ឃឹមរបស់បងប្អូនជាក្តីសង្ឃឹមរបស់ខ្មែរពីគ្រប់និន្នាការនយោបាយដែលបានមកចូលរួមពីអតីតសង្គ្រោះជាតិពីអ្នករាជានិយមពីអតីតអ្នកតស៊ូពីអ្នកប្រជាធិបតេយ្យសេរីពីអ្នកជាតិនិយមការតម្កល់ផលប្រយោជន៍ជាតិជាធំខ្ញុំតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិពីព្រោះចង់បានកម្ពុជាមានឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិខ្មែរដោយប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យសេរីកណ្ដាលនិយមការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំខ្ញុំតស៊ូបដូរផ្ដាច់ប្រឆាំងនឹងអំពើអយុត្តិធម៌អំពើពុករលួយនិងការញុះញង់ជាប្រមាថរើសអើងដែលជាកត្តានាំឲ្យសង្គមជាតិខ្មែរយើងបែកបាក់ហើយទប់ស្កាត់មិនឲ្យទំនិញបន្លែផ្លែឈើត្រីសាច់ដែលមានសារធាតុគីមីលើសកម្រិតចូលមកបំពុលនាំឲ្យខូចសុខភាពរបស់ប្រជាពលរដ្ឋយើងជាដាច់ខាតគោលបំណងសំខាន់ក្នុងមួយជីវិតរបស់ខ្ញុំគណៈបកខ្មែររួបរวมជាតិគឺចង់ចូលរួមកែប្រែរៀបចំសង្គមពីសង្គមអយុត្តិធម៌ទៅជាសង្គមយុត្តិធម៌ពីសង្គមពុករលួយទៅជាសង្គមស្អាតស្អំពីសង្គមរើសអើងទៅជាសង្គមសាមគ្គីជាតិដើម្បីប្រជាជាតិយើងអាចរួមរស់ដោយសុខដុមរមនាក្នុងសង្គមឲ្យទៅជាកម្លាំងចលករមួយដ៏ខ្លាំងក្លាក្នុងការការពារជាតិក៏ដូចជាការកសាងអភិវឌ្ឍសង្គមជាតិយើងគណៈបកខ្មែររួបរวมជាតិមានគោលនយោបាយក្នុងការរៀបចំសង្គមជឿនលឿនស៊ីវិល័យថ្លៃថ្នូរកសាងអនាគតថ្មីដើម្បីកម្ពុជាសម្រាប់ជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយគ្រប់ជំនាន់សុខមាលភាពរបស់ប្រជាពលរដ្ឋដោយការធ្វើទំនើបកម្មវិស័យសុខាភិបាលក្រមសីលធម៌វិជ្ជាជីវៈក៏ដូចជាការពង្រឹងគុណភាពអប់រំដើម្បីអភិវឌ្ឍធនធានមនុស្សរបស់យើងការអភិវឌ្ឍជាតិគណៈបកខ្មែររួបរวมជាតិបានប្រកាន់យកគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពនិរន្តរភាពដោយការពារបរិស្ថានធនធានធម្មជាតិព្រៃឈើសមុទ្រទន្លេបឹងបួដើម្បីកូនចៅយើងជាពិសេសចូលរួមទប់ស្កាត់បំរែបំរួលនៃធាតុអាកាសសូមបងប្អូនជួនរួមជាតិបោះឆ្នោតឲ្យលេខ4គណៈបកខ្មែររួបរวมជាតិទាំងអស់គ្នាសូមអរព្រគុណសូមអរគុណសម្បូរបើកការឃោសនារបស់គណៈបកខ្មែររួបរวมជាតិនៅរាជធានីភ្នំពេញសូមជូនពរហើយតំលោកជំទាវលោកស្រីបងប្អូនសមាជិកសមាជិកាសកម្មជនទាំងអស់យុវជនយុវនារីដែលបានជើញចូលរួមនៅក្នុងកម្មវិធីបកគូនថ្ងៃដំបូងនៃការឃោសនានៅក្នុងរាជធានីភ្នំពេញនៅពេលនេះសូមឲ្យមានសុខភាពល្អបរិបូរណ៍អាយុយឺនយូរប្រកាសគណៈបកខ្មែររួបរวมជាតិបដិញ្ញាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិនៃប្រជាណាចក្រកម្ពុជាឲ្យគង់វង្សពង្រឹងឯកភាពជាតិនិងបង្រួបបង្រួមជាតិខ្មែរទាំងមូលតាមរយៈការគោរពសិទ្ធិមនុស្សពង្រឹងនីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបកដោយគោរពរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជានៅទីក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991រាជរដ្ឋាភិបាលរួបរวมជាតិដឹកនាំដោយគណៈបកផ្នែករួបរวมជាតិ1ធានាសេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្សដើម្បីប្រជាពលរដ្ឋ
2 យុត្តិធម៌សង្គមនីតិរដ្ឋសិទ្ធិសេរីភាពការគោរពសិទ្ធិមនុស្ស 3. ប្រជាពលរដ្ឋជាម្ចាស់កសាងរដ្ឋទំនើបកសាងសង្គមស៊ីវិល័យថ្លៃថ្នូរ 4. អភិវឌ្ឍប្រកបដោយចីរភាពនិងជីវភាពពលរដ្ឋធូរធារ 5. ប្រជាធិបតេយ្យសេរីកណ្ដាលនិយមសន្តិសហវិជ្ជមាន លុបបំបាត់អំពើពុករលួយដែលនាំឲ្យមានអយុត្តិធម៌សង្គមតុលាការនិងសេវាសាធារណៈស្អាតស្អំយុត្តិធម៌មិនពុករលួយកម្មករប្រាក់ខែកយ៉ាងតិច1 លានរៀលក្នុងមួយខែចាស់ពីអាយុ65ឆ្នាំឡើងទៅទទួលបានយ៉ាងតិច 10,000 រៀលក្នុងមួយខែពលរដ្ឋខ្មែរព្យាបាលជំងឺនៅមន្ទីរពេទ្យបង់ថ្លៃ 10,000 រៀល